យើងធ្វើការជាមួយនឹងស្ថានទូតជាប់គ្នាទាំងអស់ទាំងអគ្គស្នងការទាំងអភិបាលគណៈបាលរាជធានីខេត្តឬក៏អគ្គនាយកដ្ឋានតោឲ្យផ្ទាល់នេះគឺយើងកំពុងតែសហការគ្នាជួយធ្វើម៉េចឲ្យគាត់បានចេញទៅលឿនប៉ុន្តែដោយសារថាមានកំហុសមកច្រើនអញ្ចឹងគឺយើងបានឯកភាពគ្នាទុកនៅទីតាំងនៅអន្តរវ័យខ្លះនៅរាជធានីភ្នំពេញខ្លះកន្លែងណាយើងអាចជួយរក្សាទុកបានព្រោះដោយសារថាការធ្វើឯកសាររបស់ស្ថានទូតមើលគាត់នឹងជួយឲ្យលឿនទេប៉ុន្តែវាមិនអាចទប់ទល់ជាមួយនឹងរាប់រយអ្នករាប់អាចនឹងចូលពាន់ក្នុងមួយថ្ងៃហ្នឹងគាត់មិនអាចធ្វើតន់ចឹងទេយើងនឹងថែរក្សាជាមួយនឹងគណៈជាការខេត្តរាជធានីនេះជាពិសេសគឺយើងទុកមានទីតាំងទុកត្រឹមត្រូវគាត់នៅស្ថានភាពឬក៏នៅផ្ទះសំណាក់អីចឹងទៅគាត់នឹងបន្តចេញតែយើងសហការជួយប៉ុណ្ណាបាទអត់ទេមួយចំនួនគាត់មានលិខិតឆ្លងដែនប៉ុន្តែមួយចំនួនទៀតគឺគាត់អត់ហើយទោះបើសិនជាមានយើងគាត់នឹងចេញទៅបានលឿនទេប៉ុន្តែបើអត់គាត់ត្រូវធ្វើលិខិតស្ថានទូតត្រូវជួយគាត់ដើម្បីមានឯកសារធ្វើដំណើរបើមិនចឹងធ្វើដំណើរបានអាចមានអ្នកឆ្លងដែនខុសច្បាប់ប៉ុន្តែបើថែមលើនោះគាត់បានចេញនឹងមានទីតាំងមួយចំនួនហ្នឹងគាត់អត់មានយកអីមកតាមខ្លួនទេចឹងទៅជាមូលហេតុទេបាទ